ជំរាបសួរបងប្អូនទាំងអស់គ្នាបាទបែកគ្នាមួយរយៈធំដោយសារតែខ្ញុំមិនសូវបានចេញវីដេអូដែរឥឡូវថ្ងៃនេះគឺមកចេញវីដេអូថ្មីមួយដែលខ្ញុំចង់និយាយប្រធានបទដែលសំខាន់ដែរបាទគឺតកតងទៅនឹងការផលិតមាតិកាតើយើងគួរតែប្រើប្រាស់ការផលិតមាតិកាតាម AI ឬទេបាទ AI generate ឬទេបាទតកតងទៅប្រធានបទនេះដោយបងប្អូននឹងស្រាប់ហើយមួយរយៈចុងក្រោយយើងឃើញមានមាតិកាច្រើនដែលបានយក AI ទៅផលិតហើយបង្ហោះនៅលើ YouTube បាទហើយមិនមែនមានតែ YouTube ទេដែលសម្បូរទៅដោយមាតិកា AI នោះហើយសូម្បីតែក្នុង Facebook ក៏មានដែរ AI មានច្រើនមែនទែនហើយនៅក្នុង Facebook ដែលយើងឃើញភាគច្រើននៅមួយរយៈចុងក្រោយគឺតកតងទៅនឹងសម្រាយរឿងដែលគេប្រើប្រាស់សំឡេង AI យកមកធ្វើការសម្រាយសាច់រឿងជូនបងប្អូនស្ដាប់បាទហើយបងប្អូនច្បាស់ជាបានឃើញបានដឹងហើយបើសិនជាអ្នកដែលលេង Facebook លេងបណ្ដាញសង្គមច្រើននោះច្បាស់ជាដឹងហើយថាសម្បូរមែនទែនមួយរយៈចុងក្រោយនេះតកតងទៅនឹង AI ហើយសំណួរសួរថាតើបងប្អូនគួរតែប្រើ AI សម្រាប់ generate សម្រាប់ផលិតវីដេអូបង្ហោះក្នុង YouTube ទេជាចម្លើយបងប្អូនសម្រាប់ខ្ញុំគិតថា AI យើងគួរតែប្រើក៏ប៉ុន្តែការប្រើយើងមិនមែនប្រើទាំងដុលយកវីដេអូទាំងដុលរបស់ AI យកមកបង្ហោះនៅលើ YouTube ទេណាបងប្អូនវីដេអូដែលយើង generate ហើយយើងយកមកកាត់បញ្ចូលគ្នាអីជាដើមធ្វើជាវីដេអូ short ក៏ដោយ long ក៏ដោយនេះយើងមិនអាចដាក់ទាំងដុលទេក្នុង YouTube ព្រោះ YouTube មួយរយៈចុងក្រោយឃើញមានការបិទ channel ច្រើនតាក់ទងទៅនឹង AI បាទអញ្ចឹងហើយអាចយើងប្រើជាជំនួយនៅក្នុងការបង្កើត script ក្នុងការបង្កើត concept នៅក្នុងការបង្កើត YouTube វីដេអូសម្រាប់ផុស YouTube ណាបងប្អូនយើងប្រើបានវាមានដែនកំណត់ដែរបើយើងប្រើទាំងដុលគឺបងប្អូនហើយដូចដឹងថាដូចបងប្អូនដឹងអញ្ចឹងAI វាមានទាំងគុណសម្បត្តិហើយនិងគុណវិបត្តិរបស់វាដែរហ្នឹងហើយបើឃើញ Facebook ដូចជាមិនសូវជាចោតប្រហែលទេតែបើ YouTube មួយរយៈក្រោយមានការបិទ channel ច្រើនមែនទែនបងប្អូនតែវាមិនបិទទាំងអស់ទេណាមិនគ្រប់ channel សុទ្ធតែវាបិទទេវាមិនដឹងថា AI ឬក៏មនុស្សដែលគេចូលទៅ review channel នោះណាឧបមាថា channel មានការស្ទុះឡើងខ្លាំងនៅចំនួនអ្នកមើលនឹងច្បាស់ជាមានមនុស្សគេចូលទៅreview ឬក៏ឆែកមើលថា channel យើងមិនវិញអញ្ចឹងទៅអញ្ចឹងហើយ YouTube គេលើកទឹកចិត្តឲ្យយើងផលិតជាវីដេអូបាទ original ដែលចេញពីស្នាដៃ content creator ឬក៏ YouTuber ដែលជាអ្នកផលិតនោះបាទនោះគឺជាវីដេអូដែល YouTube ផ្ដល់ឬក៏ឲ្យថាជាវីដេអូដែលមានគុណតម្លៃមានហើយជាពិសេសបើសិនជាវីដេអូនោះមានការអប់រំបង្រៀនមនុស្សឲ្យចេះពីផលប្រយោជន៍អីមួយគឺ YouTube ជំរុញលើកទឹកចិត្តឲ្យបង្កើតមែនទែនហើយក៏មានឱកាសនៅក្នុងការស្វែងរកប្រាក់ចំណូលជាមួយនឹង YouTube ដែរអញ្ចឹងហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនព្យាយាមបង្កើតវីដេអូដោយខ្លួនឯងទៅបាទ AI នេះមិនមែនថាអត់សោះទេបងប្អូនឯងមាន channel ផ្សេងទៀតទៅក្រៅពី original របស់យើងនឹងយើងបង្កើត AI ផ្សេងទៅករណីវាខូចឬក៏វាគេចាប់គេអីក៏វាមិនសូវជាបញ្ហាដែរហើយ channel បងប្អូនបង្កើត original content ដែលយើងថតអីដោយខ្លួនឯងនោះបងប្អូនបន្តធ្វើទៅវាជារឿងល្អហើយបាទអញ្ចឹងវាជារឿងល្អបងប្អូនគួរតែបន្តធ្វើហ្នឹងហើយបងប្អូនហើយដូចថាអញ្ចឹង YouTube ត្បិតថាបច្ចុប្បន្នសម្រាប់ខ្មែរយើងរលុយមិនបានច្រើនក្រាស់ក្រែលដូចនឹង Facebook ក៏ពិតមែនក៏ប៉ុន្តែមានមនុស្សមួយចំនួនអាចយកចំណូលពី YouTube នេះទៅផ្គត់ផ្គង់មួយផ្នែកតូចនៅក្នុងការចំណាយរបស់ខ្លួនឯងប្រចាំថ្ងៃដូចជាតម្លៃអគ្គិសនីឬក៏ទឹកភ្លើងមួយចំនួនដែលពួកគាត់ប្រើអញ្ចឹងទៅត្បិតថាมันបានច្រើនក៏ដោយវាជាចំណូលបន្ថែមនៅក្នុងការកាត់បន្ថយការចំណាយរបស់យើងបច្ចុប្បន្ននេះហើយស្របពេលដែលសេដ្ឋកិច្ចពិភពលោករួមទាំងកម្ពុជាយើងកំពុងតែមានបញ្ហាបែបនេះទៀតនោះវាជារឿងល្អដែលបងប្អូនគួរតែចាប់ផ្ដើមធ្វើ YouTube បាទហើយការធ្វើ YouTube បងប្អូនប្រកាន់គោលការណ៍ថាត្រូវតែរកលុយឲ្យបានពី YouTube នោះប្រហែលជាមិនល្អប្រហែលទេការចាប់ផ្ដើមអ្វីមួយវាតែងតែមានបញ្ហាវាមិនស្រួលទេណាបងប្អូនឃើញគេរកលុយបានពី YouTube មិនប្រកាសថាគេបង្កើតមកគេរកលុយបានភ្លាមទេជួនកាលអ្នកខ្លះក៏ត្រូវការចំណាយពេលស្រាវជ្រាវ
ជួនកាលអ្នកខ្លះគាត់បរាជ័យមិនតិចដងទេមុននឹងគាត់ជោគជ័យនៅលើវិថី YouTube នេះបាទអញ្ចឹងវាមិនមែនជារឿងងាយស្រួលតែយើងថាចង់ចាប់ផ្ដើមនោះក៏ជោគជ័យទេការចាប់ផ្ដើមអ្វីមួយសុទ្ធតែមិនជោគជ័យដូចយើងរៀនអញ្ចឹងយើងរៀនប្រកាសថាបងប្អូនរៀនភាសាខ្មែររៀនមកបងប្អូនចេះក៏ខកខងឬក៏ស្រអាស្រអីទេបងប្អូនត្រូវការចំណាយពេលវេលាទន្ទិញតែការចំណាយពេលវេលាដែលយើងទន្ទិញយើងការខុសឡើងទៅគ្រូវាយហ្នឹងយើងអាចចាត់ទុកថាជាបរាជ័យអញ្ចឹងណាគ្រូហៅសរសេរតាមអានអញ្ចឹងទៅយើងខុសគ្រូវាយគ្រូស្ដីឲ្យអញ្ចឹងទៅនេះវាជាបរាជ័យការរលួយពី YouTube វាដូចគ្នាវាមិនខុសគ្នាទេបងប្អូន channel ខ្លះយើងបង្កើតទៅវាផ្ទុះទៅវាឡើង view ទៅវាគ្រប់លក្ខខណ្ឌយើងអាចរលួយបានបាទហើយ channel ខ្លះទៀតទៅយើងបង្កើតទៅក៏វាមិនមានការផ្ទុះនេះមានការឡើង view ឡើងម៉ោងអីគ្រប់ទៅយើងរកអត់បានហើយមួយទៀតយើងគ្រប់លក្ខខណ្ឌអស់ហើយយើងរលួយបានហើយស្រាប់តែ YouTube នោះចាប់យើងផ្ដាច់យើងអត់ឲ្យរលួយពី YouTube វិញក៏ថាបានវាសិតតែប្រឈមអញ្ចឹងបងប្អូនអញ្ចឹងហើយតែយ៉ាងណាក៏ដោយវិធីការពារខ្លួនសម្រាប់បញ្ហាអស់ហ្នឹងគឺគេបង្កើតវីដេអូណាដែលមិនខុសទៅនឹងគោលការណ៍របស់ YouTube ឧទាហរណ៍មានគេហាមមិនឲ្យផុសអ្វីដែលសាហាវមិនឲ្យផុសតទៅនឹងការបរិហាគេអ្នកដតីអីជាដើមហ្នឹងគឺយើងត្រូវគោរពcommunity guideline គេដែលយើងអាចនិយាយបានថាគោលការណ៍របស់ YouTube នោះយើងធ្វើទៅតាមហ្នឹងទៅគឺវាមិនងាយខុសទេហើយបើសិនជាគេចាប់មែនគឺយើងអាចតវ៉ាទៅនឹងក្រុមហ៊ុន YouTube យើងអាច appeal យើងអាចតាក់ទងទៅក្រុមហ៊ុន YouTube ទោះបីជាចំណាយពេលតែយើងអាចនឹងមានសង្ឃឹមច្រើននៅក្នុងការតវ៉ាយក channel យើងមកវិញមាន YouTuber មួយចំនួនក៏ជួបទៅនឹងបញ្ហានេះដែរបងប្អូនដែលពួក channel របស់ពួកគាត់ត្រូវបានគេបិទហើយពួកគាត់តវ៉ាទៅបានបើកមកវិញសម្រាប់រឿងអីជាដើមឃើញមានជាប់ជាហូរហែដែរតែសំខាន់គឺ channel របស់គេគឺមិនខុសទៅនឹង community guideline យើងមានអំណះអំណាងនៅក្នុងការតវ៉ាជាមួយនឹង YouTube បាទនេះជាអ្វីដែលយើងត្រូវគោរពហើយដូចនឹងស្រាប់ឲ្យបងប្អូនបើបងប្អូនធ្វើវីដេអូសម្រាប់ប្រជាពលរដ្ឋខ្មែរយើងនៅក្នុងប្រទេសកម្ពុជាយើងមើល view ច្រើនមែនក៏ប៉ុន្តែលុយមិនប្រកាសថាបានច្រើនទេលុះត្រាតែអ្នកទស្សនាវីដេអូយើងគាត់ជាអ្នកនៅប្រទេសផ្សេងដែលជាប្រទេស YouTube អនុញ្ញាតឲ្យរលុយបានច្រើនដូចជាអូស្ត្រាលីអាមេរិកបារាំងឬកាណាដាជាដើមសុទ្ធតែប្រទេសដែលអាចរលុយបានច្រើនពី view ពី click របស់ YouTube បាទ YouTube ចែកភាគលាភអាចថាចែកភាគរយដែលចំណេញពីការយើង click លើពាណិជ្ជកម្មរបស់គេហ្នឹងឬក៏ view ហ្នឹងមកឲ្យយើងប្រហែលភាគរយយ៉ាងទៅដែលយើងគេមានចែកនៅក្នុងនៅពេលដែលគេ approve channel យើងគឺគេមានលក្ខខណ្ឌឲ្យយើងអានហើយថាគេចែកបានភាគរយយើងត្រូវគោរពអីខ្លះចឹងទៅគឺគេមានហើយណាបងប្អូនណាបាទអញ្ចឹងបងប្អូនអានទៅបើសិនបងប្អូនដែលដល់ចំណុចនោះដែលបងប្អូនដែលមិនទាន់ដល់ចំណុចនោះទេខិតខំបង្កើតវីដេអូល្អទាំងកំសាន្តអប់រំវីដេអូសេដ្ឋកិច្ចឬក៏ហិរញ្ញវត្ថុដែលជាវីដេអូពេញនិយមមួយទៀតតកតងនឹងឡានតកតងនឹងបច្ចេកវិទ្យាថ្មីសុទ្ធតែជា content ដែលគេចាប់អារម្មណ៍ហើយអ្វីដែលថ្មីបន្ថែមទៀតឃើញមាន podcast គឺជាការនិយាយសម្ភាសឆ្លើយឆ្លងគ្នាវាមិនដូចទៅនឹងសារព័ត៌មានទេតែវាជាការដាក់ microphone 2 ឬ 3 ឬ 4 ឬ 5ដែលគេអង្គុយនិយាយជុំគ្នាចឹងទៅគេពិភាក្សាទៅលើប្រធានបទអ្វីមួយហើយគុណភាពសំឡេងគឺវាច្បាស់លាស់ច្បាស់ពេញតិចយើងស្ដាប់គឺចូលចិត្តខ្ញុំសម្រាប់ខ្ញុំចូលចិត្តឲ្យបងប្អូនមួយចំនួនទៀតច្បាស់ជាចូលចិត្តដូចគ្នាពេលខ្លះឥឡូវយើងចូលចិត្តមើលអ្វីដែលខ្លីៗមនុស្សបច្ចុប្បន្នមិនសូវចំណាយពេលច្រើនទៅលើវីដេអូវែងអនឡាញពេកទេតែក៏មានមនុស្សមួយចំនួនចូលចិត្តស្ដាប់ការជជែកវែងញែកលើប្រធានបទអ្វីមួយរាប់ទាំងខ្ញុំផងដែរយើងអាចចូលចិត្តស្ដាប់គេជជែកលើប្រធានបទអ្វីមួយមិនថារឿងអបិយជំនឿមិនថារឿងរ៉ូស៊ីថារឿងបាទផ្នត់កំណត់អីផ្សេងទេមនុស្សឥឡូវខ្ជិលអានទៀតសភៅមកខ្ជិលអានណាសុខចិត្តស្ដាប់អញ្ចឹងហើយគឺជាជំរឿនដែលបងប្អូនគូពិចារណាក្នុងការបង្កើតវីដេអូតាក់ទងទៅនឹងប្រធានបទទាំងអស់នេះហើយការផលិតវីដេអូមួយមានការអាប់ដេតទៅតាមចំនួនទៅតាមឆ្នាំផ្សេងទៀតឆ្នាំនេះគេចូលចិត្តអីឆ្នាំនេះគេចូលចិត្តអី trending ឬដែលហៅថានិន្នាការនៃការពេញនិយមហ្នឹងមានការកែប្រែផ្លាស់ប្ដូរជារៀងរាល់ឆ្នាំពីមានរបត់ចោលបត់ឡើងអញ្ចឹងទៅដូចសារព័ត៌មានដែរបច្ចុប្បន្នបងប្អូនសារព័ត៌មានបែបទូរទស្សន៍ visual ហ្នឹងចាប់ផ្ដើមបាត់ខ្លួនម្ដងបន្តិចទេដោយសារតែសារព័ត៌មាន digital សូម្បីមនុស្សម្នាក់ឥឡូវមានសារព័ត៌មានខ្លួនឯងហ្នឹងឃើញហេតុការណ៍អីមួយថតបង្ហោះលើបណ្ដាញសង្គមទៅ
ខ្លាយជាអ្នកសារព័ត៌មានមួយបាទអញ្ចឹងហើយធ្វើឲ្យសារព័ត៌មានអាជីពសំខាន់ដូចជាទូវិទ្យុហ្នឹងចាប់ផ្ដើមប្រឈមទៅនឹងការបិទទ្វារហើយនេះយើងនិយាយរួមទៅនេះអាចថាចាក់ពីប្រធានបទបន្តិចតែយើងចង់ភ្ជាប់ជាមួយរឿងហ្នឹងដែរ Digital មានការអភិវឌ្ឍលឿនជឿនលឿនធ្វើឲ្យបាទសារព័ត៌មានប្រពៃនេះថយក្រោយវិញអញ្ចឹងជាអ្វីខ្ញុំចង់រំលឹកតែប៉ុណ្្នឹងទេអញ្ចឹងពាក្យចុងក្រោយមានលើកទឹកចិត្តឲ្យបងប្អូនខិតខំបង្កើតវីដេអូដែលមានគុណភាពបាទដើម្បីចែកជូនទៅដល់អ្នកទស្សនារបស់យើងហើយយើងនឹងមានឱកាសស្វែងរកប្រាក់ចំណូលជាមួយ YouTube ដែលជាចំណូលមិនមែនលុយធ្លាក់លើមេទេគឺជាការខិតខំរបស់យើងបាទហើយនឹងទេពកោសល្យរបស់យើងបាទអញ្ចឹងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទបងប្អូននេះដោយសារតែខ្ញុំអត់មានម៉ាស៊ីនត្រជាក់បន្ទុកខ្ញុំឡើងក្តៅបែរញើសជោគអញ្ចឹងអរគុណច្រើនហើយសង្ឃឹមថាបងប្អូនជួយចុច Subscribe Channel របស់ខ្ញុំផងដើម្បីខ្ញុំមានកម្លាំងចិត្តក្នុងការបង្កើតវីដេអូបន្តទៀតជូនដល់បងប្អូនបាទបែរញើសជោគហើយបាទអរគុណជម្រាបលាបងប្អូន